តើធ្វើម្ដេចដើម្បីក្លាយជាអ្នកមានបានរៀនដំបងរៀនខំរៀនខំរកខំសន្សំនិងវិនិយោគសួរតាហើយធ្វើឬមិនធ្វើអានឹងអញ្ចឹងណាកូនណាអូខេកូរ៉េខាងជើងអាចកូរ៉េខាងត្បូងម្ដងទៀតទេតាអាចតែមិនដឹងពេលណាណាសម្បត្តិហេតុអ្វីឃើញតែប្តឹងទៅហើយមិនទាន់ឃើញផលលពូណាស្រីនាងរឿងប្តឹងផ្ដាល់នេះជួនកាលវាមិនងាយទៅរួចយល់ល្អចៅកុំយកចិត្តទុកដាក់រឿងប្តឹងផ្ដាល់ចៅយកចិត្តទុកដាក់និងរៀបចំខ្លួននៅពេលដែលរស់នៅក្នុងប្រទេសមួយជួបប្រទះការលំបាកវាល្អជាជាងអង្គុយចាំពាក្យបណ្ដឹងណាពីព្រោះរឿងហ្នឹងវាត្រូវការពេលវេលាត្រូវការវាមានបញ្ហារបស់វា